កាលពីបុរាណនឹងមានអ្នកប្រាជ្ញមួយរូបហើយអ្នកប្រាជ្ញនោះឯងត្រូវបានគោរពស្រឡាញ់ពីសំណាក់ប្រជាជនដែលរស់នៅជិតនោះណាដោយសារតែកាលណាប្រជាជនមានបញ្ហាអីទៅក៏តែងតែទៅជួបពិភាក្សាជាមួយគាត់ដើម្បីដោះស្រាយបញ្ហាហើយអ្នកប្រាជ្ញរូបនោះគឺគាត់ជាមនុស្សដែលស្រឡាញ់សត្វនៅក្នុងផ្ទះរបស់គាត់នឹងគឺមានសត្វជាច្រើនប៉ុន្តែអ្វីដែលជាពិសេសហ្នឹងគឺគាត់ចិញ្ចឹមសត្វឆ្មាពីរហើយសត្វឆ្មានោះឯងជាឆ្មាមេមួយជាឆ្មាកូនមួយហើយឆ្មាមេនិងឆ្មាកូននោះឯងតែងតែចូលបន្ទប់គាត់ជារៀងរាល់ថ្ងៃប៉ុន្តែមុនពេលដែលវាចូលគឺវាត្រូវស្រែកងាវនៅខាងក្រៅបន្ទប់ហ្នឹងរាល់ថ្ងៃដែលរំខានទៅដល់ការស្រាវជ្រាវការសិក្សានិងការអានរបស់គាត់ហើយដូច្នោះហើយគាត់ក៏បានគិតថាប្រសិនបើយើងបន្តក្រោកឡើងបើកទ្វារឲ្យឆ្មាចូលហើយបើកទ្វារឲ្យឆ្មាចេញដដែលយ៉ាងដូចនេះវាមិនជារឿងល្អទេវារំខានទៅដល់ការសិក្សារៀនសូត្ររបស់យើងដូច្នេះគាត់ក៏នឹកឃើញគំនិតមួយថាគាត់នឹងទៅរកជាងឈើម្នាក់ដើម្បីឲ្យមកជួសជុលនិងកែលម្អទ្វាររបស់គាត់តាមគំនិតរបស់គាត់លុះវេលាព្រឹកស្អែកឡើងហ្នឹងគាត់ក៏បានធ្វើដំណើរទៅផ្ទះជាងឈើម្នាក់ដែលនៅជិតនោះផងដែរហើយក៏បានប្រាប់ជាងឈើនោះថាជាងឈើខ្ញុំត្រូវការឲ្យលោកមកមើលទ្វាររបស់ខ្ញុំបន្តិចដោយសារតែខ្ញុំចង់ឲ្យលោកមើលថាតើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យឆ្មាមេនិងឆ្មាកូនរបស់ខ្ញុំនឹងចេញចូលទ្វាររបស់ខ្ញុំដោយខ្ញុំមិនចាំបាច់ក្រោកឡើងបើកឲ្យវាចេញហើយបើកឲ្យវាចូលដដែលបន្ទាប់ពីបានស្ដាប់សម្ដីរបស់អ្នកប្រាជ្ញហើយជាងឈើក៏បានសាកសួរអ្នកប្រាជ្ញថាតើលោកចង់បានយ៉ាងដូចម្ដេចទៅអ្នកប្រាជ្ញក៏បានសួរថាខ្ញុំចង់ឲ្យលោកចោះទ្វាររបស់ខ្ញុំដោយចោះប្រហោងចំនួន2ប្រហោងមួយធំប្រហោងមួយតូចដោយសារតែខ្ញុំមានកូនឆ្មា2ចំណែកឯជាងឈើកាលបើស្ដាប់ឮសម្ដីរបស់អ្នកប្រាជ្ញយ៉ាងដូច្នោះហើយក៏បាននិយាយថាមិនអីទេលោកអ្នកប្រាជ្ញថ្ងៃស្អែកខ្ញុំនឹងទៅផ្ទះរបស់លោកឲ្យផ្ទាល់ហើយនឹងពិនិត្យមើលទៅភាពជាក់ស្ដែងថាតើខ្ញុំអាចជួសជុលនិងកែខៃទ្វាររបស់លោកនោះដោយរបៀបណាបន្ទាប់មកអ្នកប្រាជ្ញក៏បានលាជាងឈើត្រឡប់មកផ្ទះរបស់ខ្លួនវិញនៅវេលាព្រឹកស្អែកជាងឈើក៏បានយកសម្ភារៈនិងឧបករណ៍ផ្សេងរបស់គាត់ធ្វើដំណើរសម្ដៅទៅកាន់ផ្ទះរបស់អ្នកប្រាជ្ញនោះកាលបើទៅដល់ហើយក៏បានជួបនឹងអ្នកប្រាជ្ញរួចក៏បានសាកសួរថាតើលោកអ្នកប្រាជ្ញចង់ឲ្យខ្ញុំធ្វើកិច្ចការងារនៅកន្លែងណាសូមលោកអ្នកប្រាជ្ញប្រាប់ខ្ញុំមកចុះអ្នកប្រាជ្ញក៏បានប្រាប់ជាងឈើថានេះគឺជាទ្វារដែលខ្ញុំត្រូវការឲ្យលោកចោះប្រហោងសម្រាប់ខ្ញុំដោយសារតែឆ្មារបស់ខ្ញុំនឹងចេញចូលតាមទ្វារនេះហើយខ្ញុំធ្វើការនៅក្នុងបន្ទប់នេះរាល់ពេលដែលវាត្រូវការចូលខ្ញុំត្រូវក្រោកឡើងដើម្បីបើកទ្វារវាហើយនៅពេលដែលវាចេញខ្ញុំក៏ត្រូវក្រោកឡើងសាជាថ្មីដើម្បីបើកទ្វារវាចេញតែធ្វើបែបនេះដដែលវាជាការរំខានដល់ការរៀននិងការស្រាវជ្រាវរបស់ខ្ញុំអ្នកប្រាជ្ញក៏បានបន្តទៀតថាហេតុដូច្នោះហើយខ្ញុំត្រូវការឲ្យលោកចោះប្រហោងចំនួន2សម្រាប់ខ្ញុំប្រហោង1សម្រាប់មេឆ្មានិងប្រហោង1ទៀតសម្រាប់កូនឆ្មាចំណែកជាងឈើការបន្លឺដូច្នោះហើយក៏បានគិតថាហេតុអ្វីបានជាចាំបាច់ត្រូវការចោះប្រហោងតលតែ2ព្រោះធម្មតាសត្វឆ្មាគឺជាសត្វឆ្លាតកាលបើយើងចោះប្រហោងធំមួយល្មមសម្រាប់មេឆ្មាហើយកូនឆ្មាក៏អាចលោតតាមប្រហោងធំនោះតាមមេឆ្មាពីខាងក្រោយបានដូចគ្នារួចហើយគាត់ក៏បានប្រាប់ទៅដល់លោកអ្នកប្រាជ្ញថាលោកអ្នកប្រាជ្ញមិនចាំបាច់ចោះប្រហោងចំនួន2ធ្វើអីទេទោះបីជាប្រហោងធំសម្រាប់មេឆ្មានិងប្រហោងតូចសម្រាប់កូនឆ្មាក៏ដោយប៉ុន្តែកូនឆ្មាកាលបើវាឃើញមេលោតចូលតាមប្រហោងណាវាប្រកបណាស់វានឹងលោតចូលតាមប្រហោងនោះវាមិនបានដឹងថាយើងចោះប្រហោងសម្រាប់វាឬក៏សម្រាប់នរណាឡើយមកដល់ត្រង់កន្លែងនេះឯងលោកអ្នកប្រាជ្ញក៏យកដៃទះថ្ងាសរបស់ខ្លួនឯងដែលនឹកថាអូណូហេតុអ្វីបានជាគ្រាន់តែរឿងប៉ុណ្ណេះខ្ញុំក៏នឹកមិនឃើញរួចហើយគាត់ក៏បានពោលអរគុណនិងអស់សំណើចជាខ្លាំងចំពោះអ្វីដែលគាត់បានគិតថាប្រហោងធំសម្រាប់មេឆ្មាឯប្រហោងតូចសម្រាប់កូនឆ្មាគាត់បានអរគុណជាងឈើរួចហើយក៏បានអនុញ្ញាតឲ្យជាងឈើចោះប្រហោងតែមួយជំនួសឲ្យប្រហោង2មកដល់ត្រង់ចំណុចនេះទៅយើងនឹកឃើញសុភាសិតខ្មែររបស់យើងមួយកន្លែងពីរកន្លែងដែរដែលនិយាយថាសេដ្ឋីគង់ខ្វះអំបែងថាទោះបីជាមានបណ្ណាក៏ដោយប៉ុន្តែពេលខ្លះរឿងរ៉ាវតិចតួចហ្នឹងក៏ខ្វះដែរហើយមួយទៀតហ្នឹងគឺសំពៅពឹងសំប៉ានមានន័យថាសំពៅហ្នឹងវាធំហើយវាចាំបាច់ហើយបើនិយាយពីការមិនមានព្យុះមិនមានបញ្ហាសំពៅគឺស្ថិតនៅក្នុងមហាសមុទ្រហ្នឹងដោយសុវត្ថិភាពក៏ប៉ុន្តែនៅពេលដែលមានបញ្ហាមកដល់សំប៉ានដែលជាទូកតូចហ្នឹងក៏ត្រូវការចាំបាច់ដែលសំពៅពឹងពាក់ដែរ
យ៉ាងណាដូចគ្នានៅក្នុងកតិអប់រំនៃរឿងនេះហ្នឹងគឺគេចង់ឲ្យយើងគិតថាទោះបីជាយើងខ្ពស់ប៉ុណ្ណាក៏ដោយយើងមានប៉ុណ្ណាក៏ដោយយើងចេះប៉ុណ្ណាក៏ដោយក៏ប៉ុន្តែអ្នកតូចទាបដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងពេលខ្លះគេមានគំនិតប្រសើរជាងយើងដូច្នេះហើយយើងរស់នៅត្រូវការតម្លៃត្រូវការគោរពត្រូវការការឲ្យតម្លៃទៅដល់អ្នកចិត្តខ្លួនទៅដល់អ្នកជុំវិញអីជាដើមអញ្ចឹងទៅណាគឺយើងមិនអាចរស់នៅដោយគិតថាយើងជាអ្នកចេះដឹងហើយយើងរស់នៅដោយមិនមានពួកគេក៏បានដែរទេពេលខ្លះគឺរឿងតិចតួចហ្នឹងពួកគេអាចបង្រៀនយើងហើយយើងក៏អាចរៀនសូត្រពីពួកគេបាននៅគំនិតដែលប្រសើរជាងគំនិតរបស់យើងទៅទៀតក៏មានដែរ